មកបងប្អូនថ្ងៃនេះគឺយើងមកដឹងពីរបៀបប្រឡាក់កងានឲ្យកាន់តែឆ្ងាញ់របៀបថាអាំងមកឡងជះក្លិនឈ្ងុយពេញផ្ទះហ្មងណាហើយសម្រាប់កងានថ្ងៃនេះគឺខ្ញុំកំងមកពីខាងភេកស្រុកស្រែនេះដោយបងប្អូនអរគ្នាឃើញចង់មកក្បាលរបស់គេនោះធំខ្លាំងមែនតើមកឲ្យខ្ញុំជ្រៀតកំងទឹកសោះប្រឡាក់ពីគាត់មកដែរអញ្ចឹងណាសម្រាប់កងាននេះគឺធំខ្លាំងមែនតើមកសម្រាប់កងាននេះគឺជាប្រភេទកងានដែលគាត់បានទិញមកពីខាងអ្នកតកែវអញ្ចឹងទៅខ្ញុំក៏បានកំងមកក្បាលយកមកប្រឡាក់ខ្លួនឯងនៅផ្ទះអញ្ចឹងហើយការពិតទៅខ្ញុំក៏បានកំងទឹកសោះពីខាងភេកគាត់ដែរប៉ុន្តែខ្ញុំចង់បន្ថែមរសជាតិឲ្យកាន់តែឈ្ងុយទៀតអញ្ចឹងណាអញ្ចឹងខ្ញុំបានបន្ថែមដូចជាគល់វ៉ាន់ស៊ុយគល់លឹកខ្ទឹមក៏ដូចជាខ្ទឹមក្រហមហើយនិងខ្ទឹមសអញ្ចឹងជាដំបូងហ្នឹងគឺខ្ញុំបានដាក់គល់វ៉ាន់ស៊ុយក៏ដូចជាគល់លឹកខ្ទឹមហ្នឹងចូលទៅក្នុងត្បាល់តែខ្ញុំបុកឲ្យរៀងម៉ត់ល្មមអញ្ចឹងណាបងប្អូនអញ្ចឹងក៏ប៉ុន្តែអានេះតាមចំណូលចិត្តយើងរៀងខ្លួនទេបងប្អូនអរគ្នាបើសិនជាយើងចង់កិនក៏បានឬមួយក៏យើងចង់បុកហ្នឹងក៏បានដែរហើយបន្តមកទៀតនេះបានខ្ញុំចាប់ផ្ដើមដាក់ម្រេចតែប្រភេទគ្រាប់ម្រេចនេះគឺខ្ញុំប្រើប្រភេទម្រេចក្រហមម្រេចសហើយនិងម្រេចខ្មៅដែលគេមួលដាក់នៅក្នុងសាច់ steak អីហើយបន្តមកទៀតហ្នឹងបានយើងចាប់ផ្ដើមដាក់ខ្ទឹមសក៏ដូចជាខ្ទឹមក្រហមចូលទៅក្នុងត្បាល់ហ្នឹងហើយទៅយើងបន្តបុកទៀតអញ្ចឹងបងប្អូនអរគ្នាអាចបុកតាមចំណូលចិត្តបានបើសិនយើងចូលចិត្តរៀងលក្ខណៈថាឲ្យវានៅដុំហ្នឹងអាហ្នឹងក៏បានបើសិនជាយើងចង់បុកឲ្យម៉ត់ខ្លាំងអីហ្នឹងក៏បានដែរនេះគឺតាមចំណូលចិត្តតាមផ្ទះយើងរៀងខ្លួនអញ្ចឹងណាអញ្ចឹងបន្ទាប់ពីខ្ញុំបុកម៉ាស់ស្ទុះមកគឺខ្ញុំបុកឲ្យម៉ត់ពេកគឺបុកមកតែប៉ុណ្្នេះមកគឺរួចរាល់តែម្ដងដោយបងប្អូនទាំងអស់គ្នាឃើញអញ្ចឹងហើយសម្រាប់គ្រឿងទាំងអស់ហ្នឹងគឺយើងគ្រាន់តែបន្ថែមក្លិនឈ្ងុយឯងប៉ុន្តែសម្រាប់រសជាតិដែលចាប់ជាតិហ្នឹងគឺជាប្រភេទទឹកសោសដែលខ្ញុំបានកំងមកពីខាងភេកសុកស្រែនឹងឯងនេះដោយបងប្អូនទាំងអស់គ្នាឃើញអញ្ចឹងឡងខាប់លឹះហ្មងហើយយើងគ្រាន់តែមានគ្រឿងប្រឡាក់សាច់ហ្នឹងមកកំប៉ុងយើងមិនបាច់បបាក់ចិត្តក្នុងការលក្ខណៈថាលៃលោកថាអូយនឹងផ្អែមប៉ុណ្ណាប្រែប៉ុណ្ណាព្រោះគ្រឿងរបស់គេហ្នឹងគឺគេលាយមកឡើងស៊ីមេត្រីចាប់ជាតិគ្នាល្អម៉ាច់ហ្មងអញ្ចឹងយើងចាប់ផ្ដើមចាក់គ្រឿងទឹកសោសហ្នឹងចូលទៅក្នុងត្បាល់យើងមកហើយយើងកូរច្បល់មកដោយបងប្អូនទាំងអស់គ្នាឃើញអញ្ចឹងនិយាយមែនហ្មងបងប្អូនទាំងអស់គ្នាពេលដែលខ្ញុំកូរទៅរបៀបថាវាជះក្លិនមកឡើងឈ្ងុយមកឲ្យកូនខ្ញុំនិយាយពីថាទាហិតរហូតហ្មងហើយសម្រាប់កងាននេះគឺខ្ញុំបានលាងទឹកលាងអីរួចរាល់ហើយបងប្អូនទាំងអស់គ្នាមើលខ្ញុំបោះដៃទៅឡើង2ចាអាមកន្លះអីហើយបបោះដល់កវិញទាំង45ចាអាមអញ្ចឹងពេលដែលខ្ញុំកាត់កងានហ្នឹងគឺខ្ញុំអត់បានថតជូនបងប្អូនទាំងអស់គ្នាមើលដោយសារខ្លាចប៉ះពាល់ទៅដល់ Facebook អីចឹងខ្លាចគេប្លុកវីដេអូអីចឹងណាហើយបងប្អូនទាំងអស់គ្នាមើលសាច់កងានហ្នឹងឡើងក៏ហមឆ្អិនឆ្អៅដូចសាច់គោចឹងណាអញ្ចឹងយើងអាចចាក់ទឹកសរបស់យើងចូលទៅក្នុងហ្នឹងតាមចំណូលចិត្តយើងមកបើសិនជាយើងចូលចិត្តរសជាតិរៀងដិតយើងអាចដាក់ទឹកសច្រើនជាងនឹងទៀតក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំដាក់ប៉ុណ្្នេះគឺល្មមហ្មងអញ្ចឹងយើងចាប់ផ្ដើមច្បោកច្បល់ម៉ាស្សាកងានហ្នឹងឲ្យជាតិទាំងអស់ហ្នឹងវាចូលជាតិគ្នាបានល្អអញ្ចឹងណាដោយបងប្អូនទាំងអស់គ្នាឃើញអញ្ចឹងគាត់យើងឃើញប៉ុណ្្នេះមកក៏យើងដឹងថាជាតិកងាននេះគឺរបៀបថាអូយតោះទាំងមកប៉ហ្មងហើយថ្ងៃនេះគឺខ្ញុំញ៉ាំកងានហ្នឹងរបៀបថាខ្ញុំបានណាត់បងប្អូនអាំងសាច់ពេលល្ងាចនៅទេហ៎អញ្ចឹងយើងអាចផ្អាប់ទុកចោលប្រហែលជា1ម៉ោង2ម៉ោងទៅចាំយើងចាប់ផ្ដើមយកអាំងហើយឥឡូវនេះគឺភ្លើងខ្ញុំបានឆេះសន្ធោសន្ធើនេះយើងចាប់ផ្ដើមយកកងានដែលយើងប្រឡាក់ហើយហ្នឹងយកទៅដាក់អាំងនៅលើភ្លើងហ្នឹងទៅតែសម្រាប់នេះភ្លើងខ្ញុំរៀងខ្លាំងបន្តិចទេបើមិនជាបងប្អូនទាំងអស់គ្នាអាំងបងប្អូនទាំងអស់គ្នាអាចបន្ថយភ្លើងដាក់រឹមជាងនឹងតិចក៏បានដែរបងប្អូនទាំងអស់គ្នានៅពេលដែលខ្ញុំអាំងអូយរបៀបថាវាស្រកខ្លាំងប៉ចូលទៅក្នុងចក្រានហ្នឹងហើយក្លិនវាអូឈ្ងុយខ្លាំងមែនតែនហ្មងបើសិនជាពេលហ្នឹងមានអ្នកចិត្តខាងនៅ300ផ្ទះអេដឹងតែគេមកអឺតមើលពេញហ្នឹងហ្មងគ្រាន់តែបងប្អូនទាំងអស់គ្នាមើលស្បែកវាក៏បងប្អូនទាំងអស់គ្នាដឹងថាជាតិវាប៉ុណ្ណាដែរហើយសម្រាប់នៅភេកសុកស្រែហ្នឹងបងប្អូនទាំងអស់គ្នាអាចកំងរបៀបថាកងានដែលគាត់ប្រឡាក់ឲ្យស្រាប់ក៏បានឬមួយក៏យើងចង់យកមកប្រឡាក់ខ្លួនឯងចឹងក៏បានដែរដោយសារថាបើយើងយកប្រឡាក់ខ្លួនឯងចឹងយើងអាចបន្ថែមគ្រឿងបន្ថែមអីតាមចំណូលចិត្តរបស់យើងចង់ថែមហិលថែមអីក៏បានដែរចឹងណាអញ្ចឹងដោយសារថ្ងៃនេះខ្ញុំដាក់ភ្លើងរៀងខ្លាំងបងប្អូនទាំងអស់គ្នាខ្ញុំចាប់ដោមញាប់ដៃញាប់ជើងណាមួយបងប្អូនខ្ញុំហ្នឹងឆ្វាច់ប្រែទៅប្រែមកបាច់និយាយទេអញ្ចឹងសម្រាប់ការជួបជុំពេលល្ងាចហ្នឹងរបៀបថាយើងយកកងានយកមកអាំងជួបជុំគ្នាហើយយើងឈាល្ងាចឡើងមានអារម្មណ៍ថាអូយសប្បាយម្យ៉ាងដែរតើបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ការខ្ញុំប្រឡាក់នេះពេលដែលខ្ញុំភ្លក់ទៅគឺល្មមហ្មងដោយសារថាយើងយកទៅជ្រលក់ជាមួយនឹងទឹកត្រីកោះកុងឬមួយក៏ទឹកម្រេចទៀតនេះដោយបងប្អូនទាំងអស់គ្នាឃើញស្បែកគេឡើងពុះខូចសម្រក់ខ្លាញ់ពេញហ្នឹងហ្មងហើយសម្រាប់កងានដែលខ្ញុំទិញពីភេកសុកស្រែហ្នឹងគឺរបៀបថាយើងទិញមកដោយទំនុកចិត្តហ្មងដោយសារគាត់បានប្រម៉ូទិញកងានទាំងអស់ហ្នឹងមកពីខាងអ្នកតកែវអញ្ចឹងញ៉ាំក៏ឆ្ងាញ់ហើយញ៉ាំដោយទំនុកចិត្តអីចឹងណានេះដោយបងប្អូនទាំងអស់គ្នាឃើញចឹងឡើងឆ្អិននេះយើងចាប់ផ្ដើមដាក់លើសាឡាត់ក៏ដូចជាជីហើយយើងស្រោចជាមួយនឹងទឹកត្រីកោះកុងចឹងមកអូយនិយាយពីថាមួយម៉ាត់ណាក៏ជាមួយម៉ាត់ជាតិដែរហើយបើថាយើងអត់សូវចេះញ៉ាំបន្លែទេយើងអាចយកសាច់កងានហ្នឹងជ្រលក់ជាមួយនឹងទឹកត្រីកោះកុងដូចខ្ញុំចឹងមកបងប្អូនទាំងអស់គ្នាអើយចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការមើលថ្ងៃនេះអរគុណបាយ